បាទសូមស្វាគមន៍ចំពោះការចូលមកកាន់វីដេអូកុំព្យូទ័រអនឡាញនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញអំពីរបៀប change template ក្នុង Blogspot បាទដោយ Blogspot ខ្ញុំ down template ចេញពី website ផ្សេងៗខ្ញុំដាក់ធ្វើជានៅក្នុង blog របស់ខ្ញុំនេះបាទថ្ងៃមុនខ្ញុំបានបង្ហាញហើយរបៀបដាក់នឹងបាទអញ្ចឹងក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញអំពីរបៀបផ្លាស់ប្ដូរនៅ tab menu បាទខ្ញុំចង់បាន drop down menu អញ្ចឹងមានមួយទៀតពីរក៏3អញ្ចឹងទៅខ្ញុំចង់បង្ហាញណាបាទអញ្ចឹងឡើយនេះចង់ដូរឈ្មោះផ្សេងឬក៏ខ្ញុំអាចលុបចោលក៏បានអញ្ចឹងយើងអនុវត្តទាំងអស់គ្នាដល់យើងចូលទៅកាន់ blog ជារបស់យើងបាទជំនួសដំបូងចុចលើពាក្យថា template នេះណាបាទចុចលើពាក្យ template នេះហើយលោកអ្នកចុចលើពាក្យថា edit html បាទចឹងថ្ងៃនេះគឺយើងដល់ចំណុចទី19បាទ how to edit drop down menu in Blogspot បាទចឹងយើងអនុវត្តទាំងអស់គ្នាមកណាបាទចឹងត្រង់ចំណុចនេះទាំងនេះគឺជាកូដបាទសម្រាប់កែប្រែនៅ mode បាទ Blogspot របស់យើងអញ្ចឹងបាទអញ្ចឹងយើងចង់កែប្រែនៅអ្វីខ្លះអញ្ចឹងទីនេះគឺខ្ញុំចង់កែពាក្យថា about និង archive នេះឬក៏ខ្ញុំអាចលុបចោលគឺខ្ញុំចុចលើពាក្យថានេះបាទយើងចុចប៊ូតុងលើ keyboard control និង Alt F ដើម្បីកែប្រែវាបាទហើយចុច enter មកអញ្ចឹងវានឹងចូលទៅដល់កន្លែង home page របស់វាតែម្ដងបាទអញ្ចឹងនេះយើងមើលខាងក្រោមតិចមកអញ្ចឹងឥឡូវនេះគឺមានពាក្យថា about បាទ comment បាទអីគេ with sub menu អីនេះឃើញទេអញ្ចឹងវាត្រូវនឹងរូបរបស់យើងនេះឯងបាទអញ្ចឹងវាត្រូវអញ្ចឹងចង់ធ្វើការផ្លាស់ប្ដូរឬក៏ copy ឥឡូវចង់បាន drop down 100ហ្នឹងមានមួយទៀតអញ្ចឹងយើងអាច select copy ហ្នឹងមកបាទយើងអាច copy នេះមកណាបាទ copy ទៅមក u បាទ /u/e ណាបាទ /li ចុច control c បន្ទាប់មកខ្ញុំចង់ដាក់ line ណាឥឡូវបាទឥឡូវចង់ដាក់ធ្វើ claim line នេះពីមុខ about នេះបាទអញ្ចឹងយើងគូសដាក់ cursor នៅត្រង់កន្លែងនេះមកហើយចុច enter ហើយចុចបន្តមកទៀតចុច control v ផាសនៅកូដដែលយើងបាន copy ខាងក្រោមមកហ្នឹងណាបាទអញ្ចឹងយើងដូរវាឥឡូវឧទាហរណ៍ថាដាក់ថា general document ឧទាហរណ៍ general document បាទតោះមកចុចពាក្យថា save template ចេញរងចាំតិចមកបាទឥឡូវចុច save ហើយទៅ view block របស់យើងម្ដងទៀតមើលបាទ refresh មួយមកអញ្ចឹងមានបាននៅ sub មួយទៀតដែរឃើញទេបាទត្រង់ឡើយនេះបាទនេះក៏មានដែរអញ្ចឹងតមកទៀតចង់លុបអានេះចោលវិញ about អញ្ចឹងយើងអាចចុចពាក្យ block ជើម្ដងទៀតមកបាទយើងលុបពាក្យ about ចោលអញ្ចឹងយើងមើលពាក្យ about នេះផ្លេចលើវាមកហើយយើងលុបចោលធម្មតាបាទហើយចុចពាក្យថា save template បាទចឹងចង់បាន drop down ទៀតបាទយើង copy ដែរមកគ្រាន់តែផាសកូដមួយហើយបាត់ហើយបាទមានអីបាក់ទេអញ្ចឹងយើង copy ម្ដងទៀតមកឥឡូវយើង copy កូដមួយនេះបាទទៅមកស្ដាំលើវាយើង copy មកឥឡូវចង់ដាក់ត្រង់កន្លែងនេះមួយទៀតបាទចឹង enter មកចុច control v បាទនេះហ៎អញ្ចឹងខ្ញុំចង់លុបអាពីរក្រោមនេះចោលនេះ archive comment ចង់លុបចោលទៅណាយើងមិនលុបមិនអីដែរបាទលុបវាចោលចុះបាទលុបវាចោលត្រង់នេះខ្ញុំដាក់ថា about me ចុះabout me ណាបាទអញ្ចឹងបន្តមកទៀតនៅត្រង់នេះដែរបាទខ្ញុំកាយវាចោលខ្ញុំដាក់ថា download ឬក៏ខ្ញុំនិយាយថា software បាទ software អញ្ចឹងណាអញ្ចឹង software នេះមានដូចជាអីគេបាទដាក់មកខ្ញុំដាក់ថា all Vicas បាទ Vicas Pro អញ្ចឹងទៅបាទអីទៀតខាងក្រោមយើងដូរខ្លួនឯងមកណាហើយ sub menu គឺយើងធ្វើការដូរខ្លួនឯងឧទាហរណ៍ថា video បាទ convert ណាបាទ video convert អញ្ចឹងកម្មវិធី convert បទជំនឿគឺដាក់ផ្សេងបាទឥឡូវអីគេទៀតបាទ mp3 បាទ editor ចឹងឬក៏ convert ណាយើងសេខ្លួនឯងមកបាទខាងក្រោមមួយទៀតយើងសេមកបាទយើងសេអីដាក់មកខ្ញុំដាក់ថា game បាទ game មកបាទ game ណាអញ្ចឹងនៅខាងក្រោមមួយទៀតកន្លែងអីគេបាទត្រង់កន្លែងនេះសេមកឥឡូវឧទាហរណ៍ថាខ្ញុំសេបាទ video អីគេបាទ computer បាទអញ្ចឹង video computer មានខ្លះមានដូចជាបាទ computer repair អីទៀតបាទ advanced repair ទៅណា advanced បាទ repair បាទ advanced repair អីទៀតបាទ
internet and email nè và and email đó and email và email và nó and email tới chứ hàng không mà tiết nhưng đại cái bà lên xây hôm nay máu chúng ta là search download nè chúng ta mới chụp thư viết ha save rồi đã save template và lấy gì punct từ save ấy bà chúng ta một tiết nhưng cho lừa biệt ha bà log bao giờ review cho biệt bà refresh một tiền máu và viên là cả đấy chứ như việc không này chẳng mạnh đấy và lấy sắp mình nói cứ cho ban plug đầu rồi hai và được chia general document khi pha máu ấy và tại những tấm ban cài pen sắp mình lại thì bà software miền bà Allvika Pro video convert MPC convert game việc about admin et việc admin drop down thế vào video computer miền đấy vì computer repair advanced repair internet and email sẽ download từ bà chẳng cả cài pen drop down mới cứ miền tập năng bà ở cuốn đọc ca cho mưa video đi phong đài